បរិយាគុណគ្រប់ព្រះអង្គបងប្អូនអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននិងបងប្អូនមហាជនទាំងអស់ជាទីស្រឡាញ់ថ្ងៃនេះក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមអនុញ្ញាតដកស្រង់នៅសេចក្តីសង្ខេបព័ត៌មានដែលជាលទ្ធផលប្រចាំខែឧសភាបាទរបស់ក្រសួងដែលសម្រេចបានតាក់ទិនទៅនឹងការគ្រប់គ្រងនៃប្រជាពលរដ្ឋពលគឺការស្នាក់នៅបាទការផ្ដល់លិខិតឆ្លងដែនការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងការដោះស្រាយសំណើសំណូមពររបស់បងប្អូនប្រជាពលរដ្ឋទូទៅតាក់ទិនទៅនឹងការផ្ដល់សេវាអត្តសញ្ញាណកម្មផ្សេងៗបាទទី1ខ្ញុំសូមអនុញ្ញាតប្រកេនក៏ដូចជាជំរាបជូនដល់បងប្អូនអ្នកសារព័ត៌មាននិងបងប្អូនមហាជនទូទៅថាការគ្រប់គ្រងការស្នាក់នៅគឺគិតមកត្រឹមខែឧសភាឆ្នាំ2025នេះគឺចំនួនបងប្អូនប្រជាពលរដ្ឋដែលបានចុះបញ្ជីស្ថិតិមានចំនួន4លាន193,700សំទោស217គ្រួសារដែលស្មើនឹង17លាន1,156នាក់ក្នុងនោះគឺមាននារីចំនួន8លាន90,000សំទោស9,44703នាក់បាទហើយក្រសួងមហាផ្ទៃគឺបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅសិភៅស្នាក់នៅថ្មីចំនួន7,914ក្បាលបាទហើយក្នុងនោះគឺមានការបំបែកគ្រួសារថ្មី2,972ក្បាលណែទុតិយតាបានន័យថាផ្ដល់ថ្មីធ្វើថ្មីជូនគឺ7,298ក្បាលនិងសិភៅគ្រួសារថ្មីបាទចំនួន6,264ក្បាលក្នុងនោះគឺថាមានការបំបែកគ្រួសារថ្មីចំនួន2,368ក្បាលទុតិយតាផ្ដល់ឡើងវិញនឹង4,327ក្បាលបើសិនជាគិតចាប់ពីឆ្នាំ1998មកដល់ថ្ងៃទី19ខែឧសភាឆ្នាំ2025ក្រសួងមហាផ្ទៃដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាសេនាធិការគឺបានផ្ដល់សិភៅស្នាក់នៅថ្មីបាទជូនបងប្អូនប្រជាពលរដ្ឋគឺចំនួន3លាន829,736ក្បាលទុតិយតាគឺធ្វើឡើងវិញនោះផ្ដល់ឡើងវិញនោះចំនួន791,894ក្បាលនិងផ្ដល់សិភៅគ្រួសារថ្មីបានចំនួន3លាន469,867ក្បាលទុតិយតាចំនួន49,466ក្បាលបាទក្រៅពីនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាសេនាធិការរបស់ក្រសួងមហាផ្ទៃគឺបានបញ្ចូលទិន្នន័យចុះបញ្ជីនៅក្នុងប្រព័ន្ធកុំព្យូទ័រដែលក្នុងនោះគឺមានខេត្តគោលដៅចំនួន2សំខាន់គឺខេត្តកែបនិងខេត្តកពតនិងសង្កាត់ចំនួន14នៃរាជធានីភ្នំពេញដែលរួមមានសិភៅស្នាក់នៅបានចំនួន265គ្រួសារស្មើនឹង1,142នាក់ដែលមាននារីចំនួន574នាក់និងសិភៅគ្រួសារបានចំនួន52គ្រួសារដែលស្មើនឹង222នាក់មាននារីចំនួន114នាក់បាទគិតមកដល់បច្ចុប្បន្នបញ្ចូលទិន្នន័យសិភៅស្នាក់នៅបានចំនួន2,921គ្រួសារដែលស្មើនឹងបាទ85,689នាក់មាននារីចំនួន43,962នាក់និងសិភៅគ្រួសារបានចំនួន7,838គ្រួសារដែលស្មើនឹង31,540នាក់មាននារីចំនួន16,012នាក់បាទករណីបើកនិងផ្ដល់ឯកសារស្ថិតិប្រជាពលរដ្ឋជូនទៅស្នងការដ្ឋាននគរបាលខេត្តចំនួន6នៅបញ្ជីស្នាក់នៅដែលហៅថាក1បានចំនួន310ក្បាលសិភៅស្នាក់នៅដែលហៅថាក2បានចំនួន27,500ក្បាលបញ្ជីគ្រួសារក3ដែលចំនួន200ក្បាលសិភៅគ្រួសារក4បានចំនួន18,500ក្បាលពាក្យដែលសូមផ្លាស់ប្ដូរទីលំនៅក5នោះគឺមានចំនួន2,500ក្បាលបញ្ជីចុះឈ្មោះស្នាក់នៅបណ្ដោះអាសន្នដែលហៅថាក8ចំនួន200ក្បាលនិងលិខិតអនុញ្ញាតស្នាក់នៅបណ្ដោះអាសន្នហៅក9នោះចំនួន150ក្បាលបាទនៅក្នុងខែឧសភាឆ្នាំ2025នេះទៀតសោត
គឺបានទទួលពលករខ្មែរដែលបានធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិកបាទចំនួន3ករណីស្មើនឹង3នាក់បាទហើយគិតចាប់ពីឆ្នាំ2002រហូតមកដល់បច្ចុប្បន្នការទទួលពលករខ្មែរដែលធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិកមកមានចំនួន299លើកហើយស្មើនឹងមនុស្សចំនួន828នាក់ស្រីចំនួន23នាក់ចេញពីការងារគ្រប់គ្រងការស្នាក់នៅប្រជាពលរដ្ឋខ្មែរនៅក្នុងប្រជាជាតិកម្ពុជាគឺចូលដល់ការងារផ្ដល់លិខិតឆ្លងដែននិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលក្រសួងមហាផ្ទៃបានប្រតិបត្តិការបម្រើសេវានេះជូនដល់បងប្អូនប្រជាពលរដ្ឋហើយមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មគឺលោកជាសេនាធិការនោះគឺថាបានបោះពុម្ពនៃផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅលិខិតឆ្លងដែនបានចំនួន21802ក្បាលនិងលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅឯបរទេសនោះចំនួន4695ក្បាលជាការកត់សម្គាល់យើងឃើញថាការផ្ដល់លិខិតឆ្លងដែនជូនបងប្អូនប្រជាពលរដ្ឋដែលបំពេញបែបបទតាមអនឡាញគឺបានចំនួន398នាក់និងចុះនៃផ្ដល់លិខិតឆ្លងដែនជូនបងប្អូនប្រជាពលរដ្ឋដែលមានជំងឺចាស់ជរាឬក៏ពិការភាពនៃដល់លំនៅឋាននោះបានចំនួន9នាក់បាទនេះសេវានៃកម្មដល់គេហដ្ឋានតែម្ដងប៉ុន្តែផ្ដោតទៅលើលក្ខខណ្ឌនៃចាំបាច់នៃអ្នកទទួលសេវាបាទទទួលបានទិន្នន័យស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីចំនួន223,500នាក់បាទដែលក្នុងនោះគឺទិន្នន័យបានការចំនួន216,906នាក់ស្ទួនខ្ចៅដៃឬក៏មានខូចគឺចំនួន6,595នាក់បាទនិងនៃពាក្យស្នើសុំបោះពុម្ពឡើងវិញនៅអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាចំនួន7,253សន្លឹកជាការកត់សម្គាល់ដែរគឺគិតត្រឹមខែឧសភាឆ្នាំ2025នេះទិន្នន័យស្ទួនខ្ចៅដៃសរុបមានចំនួន476,033សន្លឹកហើយដោះស្រាយរួចគឺបានចំនួន471,997សន្លឹកបាទការបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺទាំងទិន្នន័យថ្មីនិងទិន្នន័យទុតិយតាគឺបានចំនួន197,857សន្លឹកនិងបកគលជូនស្នងការឋាននគរបាលរាជធានីខេត្តបានចំនួន162,764សន្លឹកបាទជារួមទល់នឹងពេលនេះគឺថាការបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនឹងបានសរុបចំនួននៃ16,142,195សន្លឹកនិងបានប្រគល់ជូនតាមបណ្ដាស្នងការរាជធានីខេត្តសរុបចំនួននៃ15,75,138សន្លឹកបាទជាការកត់សម្គាល់ដែរគឺការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅគឺនៃគេហៅថាប្រជាជាតិកម្ពុជាតាមរយៈទីកន្លែងផ្សេងដែលក្នុងនោះគឺមានស្នាក់ការបសសស្នាក់ការអ៊ីអនម៉ល2និងអ៊ីអនម៉ល3វាមាន7មករាដែលហៅកាត់ថាគោ85ជាដើមនិងនៅវត្តនិក្រូតវ័នគឺចំពោះព្រះសង្ឃគឺបានចំនួន1406នាក់នឹងអង្គចំពោះការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាពនៅក្នុងខែឧសភាឆ្នាំ2025នេះគឺបើកនឹងផ្ដល់បាទជូនប្រគេនបានចំនួន261,146នាក់បាទហើយយើងនៅសល់ចំនួន3លាននៃ260,000សំទោស266,134នាក់អង្គដែលត្រូវបន្តផ្ដល់ជាបន្តបន្ទាប់តាមដំណាក់កាលនីមួយៗបាទហើយតេតិនទៅនឹងបញ្ហានៃការគ្រប់គ្រងការស្នាក់នៅប្រជាពលរដ្ឋនៅក្នុងផ្ទៃប្រទេសការផ្ដល់សេវាលិខិតឆ្លងដែនការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណផ្សេងនេះគឺឃើញថាក្រសួងមហាផ្ទៃដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មគឺបានដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋជាបណ្ដាជាជំហានប្រកបដោយនៃលទ្ធផលគួរឲ្យកត់សម្គាល់ដែលក្នុងនោះគឺខាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មលោកបានបង្កើត
ហើយនឹងបន្តពង្រឹងយន្តការផ្ដល់សេវាអត្តសញ្ញាណកម្មនិងកិច្ចសហប្រតិបត្តិការដែលក្នុងនោះគឺថាក្រមការងារសេវាកម្មអត្តសញ្ញាណកម្មនិងប្រតិកម្មរហ័សនឹងបានឆ្លើយតបនិងដោះស្រាយសំណុំពររបស់បងប្អូនប្រជាពលរដ្ឋបានចំនួន1334ករណីបាទដែលមានការងារអត្រានុកូលដ្ឋានចំនួន284ករណីការងារស្ថិតិប្រជាពលរដ្ឋ68ករណីការងារលិខិតឆ្លងដែន276ករណីនិងការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន706លើកបាទសំទោស706ករណីបាទហើយក្រុមការងារស្រាវជ្រាវនិងដោះស្រាយឯកសារមិនប្រក្រតីគឺទទួលបានពាក្យណែបណ្ដឹងពីបងប្អូនប្រជាពលរដ្ឋចំនួន142ករណីក្នុងនោះគឺថាចុះស្រាវជ្រាវសួរបំភ្លឺបានចំនួន83ករណីមនុស្សចំនួន100បាទ14នាក់ស្រី74នាក់ហើយដោះស្រាយបានចំនួន64ករណីដែលមានមនុស្ស92នាក់ស្រីចំនួន64នាក់បានបន្តចុះនៅបណ្ដុះបណ្ដាលតម្រង់ទិសហ្នឹងហើយលើការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មនៅរដ្ឋបាលខេត្តរតនគិរីបាទនិងរដ្ឋបាលខេត្តស្ទឹងត្រែងដែលមានសិក្ខាកាមបានចូលរួមសរុបចំនួន146រូបមាននារីនោះចំនួន27រូបបាទការសហការស្រាវជ្រាវរកឃើញនៅសាវតាជាតិមុខសញ្ញាជនសង្ស័យនិងឆ្លើយតបជូនដល់ក្រសួងស្ថាប័ននៃសម័យបានចំនួន49នាក់បាទហើយបើបូកយោងតាំងពីឆ្នាំ2018គឺឆ្លើយតបបានចំនួន1389ករណីស្មើនឹងមនុស្សចំនួន6861នាក់បាទនេះគឺជាកិច្ចការងាររបស់ក្រសួងមហាផ្ទៃដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មលោកនៅស្រាវជ្រាវសាវតាអត្តសញ្ញាណរបស់បុគ្គលណាដែលមានការសង្ស័យដែលមានការប្តឹងផ្តល់ដែលអង្គភាពឬក៏ស្ថាប័នក្រសួងដទៃទៀតស្នើសុំឲ្យជួយស្រាវជ្រាវបាទពីព្រោះការគ្រប់គ្រងស្ថិតិប្រជាប្រដ្ឋអត្តសញ្ញាណប្រជាប្រដ្ឋគឺជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មលោកជាអង្គជំនាញបាទក្រៅពីការងារនេះគឺចំពោះការងារចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានគឺនៅ KMDX គឺបានដំណើរការនិងមានលទ្ធផលនៃដូចជាការស្នើសុំផ្ទៀងផ្ទាត់មានចំនួន154,847ដងក្នុងនោះទទួលបានជោគជ័យបាទចំនួន111,701 ដងនេះគឺជាលទ្ធផលជាវិជ្ជមានបាទខ្ញុំសូមអនុញ្ញាតសង្ខេបនៅព័ត៌មានសំខាន់ពាក់ព័ន្ធទៅនឹងលទ្ធផលប្រចាំខែឧសភាដែលក្រសួងមហាផ្ទៃបានសម្រេចជាពិសេសគឺក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលជាសេនាធិការត្រឹមប៉ុណ្ណឹងហើយនៅពេលបន្តបន្ទាប់ខ្ញុំនឹងធ្វើសេចក្តីសង្ខេបនៅលទ្ធផលការងារតាមបណ្ដាជំនាញផ្សេងចំណុះឲ្យក្រសួងមហាផ្ទៃជាបន្តបន្ទាប់ខ្ញុំសូមក្រាបថ្វាយបង្គំលានិងសូមគោរពលា